មនុស្សម្នាទាំងឡាយស្ដាប់ឲ្យបានច្បាស់យើងសូមថ្លែងអំណរគុណដល់អស់លោកអ្នកទាំងឡាយដែលបានគាំទ្រយើងនិងលើកស្ទួយយើងឲ្យក្លាយជាស្ដេចដឹកនាំនគរគ្រប់គ្រងផែនដីនេះយើងសូមបដិញ្ញាចិត្តថានឹងជួយថែរក្សាសុខសុវត្ថិភាពសុខសន្តិភាពឲ្យអស់លោកមនុស្សទាំងឡាយបន្ទាប់ពីយើងឡើងគ្រងរាជ្យហើយយើងនឹងកាត់កន្ទុយកាត់ចង្កូមហើយអង្គុយលើរាជបល្ល័ង្កនិងពាក់មកុដនៅពេលដែលយើងមានអំណាចពេញលេញនោះមនុស្សម្នាទាំងឡាយស្ដាប់ឲ្យច្បាស់យើងនឹងរៀបចំស៊ីពួកឯងម្ដងម្នាក់ឲ្យផុតពូជមនុស្សពីពិភពផែនដីនេះទៅ